នសាឃើញភ្លៀងជាក់ស្ដែងធ្វើវីដេអូពុកម៉ែបងប្អូនមើលហ្មងទៅមួយនឹង Vigo នេះយើងធ្វើការបំពាក់ជាមួយនឹង Club Canopy នេះនេះជាប្រភេទដែកអាលងស្អាតមែនតើហើយមានប្រភេទទៀតសម្រាប់ pick up ធំដូចជា RAM F150 Honda នេះគឺយើងប្រើជាប្រភេទគ្រឿង Rhino Pan បាទអានេះយើងប្រើអាលងវិញហើយស្រស់ស្អាតខ្លាំងមែនតើខែភ្លៀងចិត្តមកដល់ហើយដាក់ Canopy ត្រូវម៉ាច់ហ្មងហើយមានមួយម៉ូតទៀតបើសិនជាចង់មានអង្គុយនៅខាងក្នុងយើងប្រើម៉ូតបើកកញ្ចក់បានបាទមានកញ្ចក់ហើយយើងបើករួចបានសម្រាប់អ្នកចការនេះអីហ្នឹងគឺត្រូវហើយគាត់ដឹករ៉េនដឹកអីយ៉ាងហើយអត់ចេះស្លាក់ទៅណាទៅខេត្តមកពេញចង់វិលល្ងាចហ្នឹងប្រើនេះល្អខ្លាំងមែនតើណាអានេះការចាប់រៀងចំណាយពេលបន្តិចប៉ុន្តែបើសិនជាយើងកំងកក់មុនប្រាប់គុំការងារមុនយើងគុំមកហើយដល់គឺចាប់លើកដាក់ចូលចាប់តែជើងរួចរាល់ហ្មងតែស្ដែងអានេះយើងត្រូវតែចោះតួដូចឃើញនៅក្នុងរូបនេះអញ្ចឹងបាទចោះតួដើម្បីគ្រីបវាជាប់បើសិនយើងអត់ចោះគ្រីបជាមួយទ្រុងទេព្រោះបើហើរត់ចោលឡានបាត់ហ្នឹងចឹងឥឡូវចិត្តហើយរួចរាល់ហើយបងប្អូនទាំងគ្នាចាប់អារម្មណ៍ជាមួយនឹង Club Canopy នេះបាទហើយបាយសួរអត់មានចយបាទស៊ីនអត់មានទេបាទហើយមានគ្រប់ប្រភេទឡាន pick up ហ្មងបាទបងប្អូនទាំងគ្នាចាប់អារម្មណ៍ជាមួយនឹង Club Canopy នេះអាចឆាតចូល page បាទជួបគ្នាវីដេអូក្រោយមួយឡាន Revo ម្ដង